នេះគឺជាអេពីសូតទី3ខ្ញុំនឹងមកអាប់ដេតទៅលើការធ្វើខ្សែក្រវ៉ាត់ឈើយើងបន្តទៀតខ្ញុំឃើញថាសន្ទុះនៃការគ្រប់គ្រងទៅលើធីមខ្សែក្រវ៉ាត់ឈើយើងគឺផុសផុលមែនតើតោះអញ្ចឹងយើងទៅមើលភាគ3ទាំងអស់គ្នាតើខ្សែក្រវ៉ាត់ដែលយើងបានធ្វើហើយហ្នឹងវាស្អាតកម្រិតណាអញ្ចឹងឥឡូវយើងដល់វគ្គដែលយើងត្រូវធ្វើការដាក់ក្បាលខ្សែក្រវ៉ាត់ចូលហើយអានេះខ្ញុំថតកាត់ណាតាមពិតធ្វើយូរមែនតើតាំងពីថ្ងៃរហូតដល់យប់ហ្មងណាឥឡូវយើងដល់វគ្គស្វានក្បាលខ្សែក្រវ៉ាត់ហើយដើម្បីដាក់ជាមួយនឹងខ្សែក្រវ៉ាត់របស់យើងដែលយើងធ្វើហើយថ្ងៃមិញហ្នឹងនិយាយលេងសើចអីនៅភ្នំពេញឬក៏តាមខេត្តបណ្ដាលខេត្តផ្សេងនិយាយទៅសន្ទុះនៃការគ្រប់គ្រងខ្លាំងហ្មងណាឃើញចាស់គាត់វ័យអាយុខ្ទង់40 50ពាក់ទៅលើកសម្រស់ហ្មងអែហ្មងពាក់ខ្សែក្រវ៉ាត់ជ័រយូរហើយសាកមកបដូររសជាតិពាក់ខ្សែក្រវ៉ាត់ឈើម្ដងមើលឈើនឹងមិនមែនឈើធម្មតាទៀតឈើប៉និតអូយឥឡូវនិយាយឥឡូវក្បាលខ្សែក្រវ៉ាត់យើងហើយនិយាយទៅការធ្វើពី1រហូតដល់10ត្រូវការបត់ពិសោធន៍និងបច្ចេកទេសខ្ពស់មែនទែនដើម្បីធ្វើបានខ្សែក្រវ៉ាត់ចេញមកខ្សែហ្នឹងចឹងវគ្គបន្ទាប់យើងត្រូវចោះរុនខ្សែក្រវ៉ាត់ចឹងរុននេះបងអាចកំងបានថាចង្កេះបងទំហំប៉ុណ្ណាយើងចោះតម្រូវចង្កេះបងប្អូនបានហ្មងអូខេឥឡូវខ្សែក្រវ៉ាត់យើងចេញជារូបរាងហើយមិនដែរស្អាតអត់តែអានេះអត់ទាន់ហើយ 100%ណាយើងត្រូវនៅយកវាទៅឆ្លាក់ជារូបតែបងប្អូនខ្លះគាត់ចង់ពាក់ទាំងអញ្ចឹងហ្មងតែអ្នកខ្លះគាត់ចូលចិត្តបែបធម្មជាតិអញ្ចឹងណាហើយឥឡូវយើងដល់វគ្គធ្វើការចោះខ្សែក្រវ៉ាត់ហើយនិយាយទៅទំហំបងប្អូនទំហំប៉ុណ្ណាយើងអាចចោះបានតម្រូវនឹងចង្កេះបងប្អូនហ្មងឥឡូវខ្សែក្រវ៉ាត់យើងបានធ្វើចេញរួចរាល់ហើយតែយើងអត់ទាន់បានឆ្លាក់ឬក៏អត់ទាន់បាញ់ថ្នាំទេអានេះគ្រាន់តែវាចេញជារូបរាងមិនដែរស្អាតអត់គឺរបៀបថាធម្មតាយើងត្រូវយកវាទៅខាត់និងបាញ់ថ្នាំទៀតបានឃើញស្អាតលើហ្នឹងអូភ្លេចប្រាប់បើបងចង់បានណាជួយតាក់ទងមកមានតម្លៃពិសេសជូន